បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាវិញហើយដែលនេះគឺជាអេពីសូតទី12របស់ Channel Lambo Food ដែលនៅក្នុងអេពីសូតទី12នេះគឺជារឿងរ៉ាវផ្ទាល់របស់ admin តែម្ដងដែលរឿងនេះគឺបានកើតឡើងនៅក្នុងកំឡុងខែ9នៃឆ្នាំទៅនិយាយទៅវាទៅកើតឡើងថ្មីនេះទេតែមួយឆ្នាំហ្នឹងទេដែលការនោះគឺ admin បានទៅបន់សពបងថ្លៃបង admin ហ្នឹងនិយាយទៅសពនោះគឺជាបងប្រុសបកើតរបស់បងថ្លៃ admin អញ្ចឹងហើយកុំឲ្យពេលវេលាកាន់តែវែងឆ្ងាយនេះចឹងចូលទៅសាច់រឿងពេញជាមួយនឹង admin ទាំងអស់គ្នានៅក្នុងខែ9នៅក្នុងឆ្នាំ2023នេះគឺជួនជាថ្ងៃមួយគឺបងថ្លៃរបស់ admin បងថ្លៃប្រុសដែលត្រូវជាប្តីបងស្រីទី2របស់ admin ហ្នឹងគឺគាត់បានទទួលដំណឹងដ៏សោកសៅមួយគឺបងប្រុសរបស់គាត់គឺឈឺធ្ងន់ហើយបានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយនៅភ្នំពេញអញ្ចឹងណាប៉ុន្តែជាលទ្ធផលនោះគឺគាត់អត់បានធូរទេហើយគាត់ក៏លាចាកលោកទៅអញ្ចឹងទៅហើយខាងក្រុមគ្រួសារបងថ្លៃរបស់ admin នោះគឺបានដឹកជញ្ជូនសពគាត់គឺយកទៅខាងស្រុកកំណើតដើម្បីធ្វើប្រារព្ធពិធីបន់អញ្ចឹងណាហើយស្រុកកំណើតរបស់គាត់គឺនៅស្រុកកំពង់តឡាចខេត្តកំពង់ឆ្នាំងគឺនៅខាងក្អែកពងអញ្ចឹងបងប្អូនគាត់ជាស្គាល់ណានៅខាងក្អែកពងអញ្ចឹងadmin ក៏អត់សូវស្គាល់ដែរវាមិនដឹងថាក្អែកពងនៅណាហ្នឹងវាជារឿងរបស់ក្អែកណាហ្នឹងហើយអធិស្ឋានadmin និយាយលេងទេអញ្ចឹងហើយជួនជាទទួលបានដំណឹងសោកសៅមួយនេះចឹង admin ក៏បានចេញពីធ្វើការហ្នឹងគឺ admin ធ្វើការចេញនៅម៉ោង5ល្ងាចចឹងណាតែមុំតែទៅដល់ផ្ទះមុំរៀបចំមកហើយគឺម៉ោង6ជាងមិន admin បានចេញធ្វើដំណើរទៅអញ្ចឹងការទៅនោះគឺ admin គឺទៅតែឯងទេអញ្ចឹង admin ជិះម៉ូតូទៅធ្វើដំណើរចេញពីផ្ទះហ្នឹងគឺម៉ោង6ជាងហើយជិះតាមផ្លូវជាធម្មតាហ្នឹងគឺក៏អត់មានបញ្ហាអីកើតឡើងដែរតែមុននឹងចេញទៅហ្នឹងម្ដាយ admin អីហ្នឹងក៏គាត់បានខន់ដែរគាត់ថាចាំស្អែកព្រឹកអីចាំចេញទៅអញ្ចឹងណាតែ admin គិតថាយើងទៅពេលយប់ហ្នឹងទៅគឺបានទៅជួយម្ដាយមួយជើងអីចឹងទៅវិភពពិធីបន់យើងដឹងស្រាប់ហើយថាបើមនុស្សហត់ទៅច្រើនវាកាន់តែអ៊ូអរវាកាន់តែល្អជាងមិនសូវមានភ្ញៀវអញ្ចឹងហើយបើយើងជាបងប្អូនជាសាច់ញាតិទៀតយើងទៅជួយសម្រួលការងារម្ដាយមួយជើងទៅក៏វាគ្រាន់បើដែរអញ្ចឹងកំឡុងពេលដែល admin ជិះតាមផ្លូវនោះគឺ admin ចេះតែញាក់ភ្នែកជាពិសេសពេលដែលជិះផុតពីគល់ស្ពានព្រៃតម្រាក់ទៅគឺ admin ចាប់ផ្ដើមញាក់ភ្នែកគឺញាក់ភ្នែកញាប់ទៅមែនតើហើយadmin អត់ស្គាល់ផ្លូវដែលត្រូវទៅផ្ទះទៅស្រុកខាងបងថ្លៃនឹងទេព្រោះធ្លាប់ទៅម្ដងដែរប៉ុន្តែទៅពេលថ្ងៃហើយមិនសូវជាចាំផ្លូវផងហើយអ្វីដែល admin ពឹងផ្អែកទៅទាំងយប់នោះគឺ admin ផ្ដោតទៅលើ Google Map ត្រង់នេះគឺ admin នេះខឹងចិត្តមែនតើគឺ Google Map គេធ្វើស៊ីបងប្អូនណាដែលធ្លាប់ Google Map ធ្វើស៊ីខ្លះសូមចូលមក comment មកបញ្ចេញមុខឲ្យអស់មក admin មិនសូវជាស្គាល់ផ្លូវផងគឺជិះអត់សូវហ៊ានលឿនទេគឺមុំទៅដល់កន្លែងផ្លូវបបែកពធាយអាបាត់ឆ្វេងឡើងទៅស្ពានព្រែកក្តាមហើយទៅត្រង់ទៅស្គុនកំពង់ចាមហ្នឹងគឺទៅដល់ហ្នឹងគឺម៉ោង8ជាងមកទៅហើយអញ្ចឹង admin បានបត់ទៅតាមផ្លូវដែល Google Map ដែលសូឲ្យទៅហ្នឹងអញ្ចឹងអញ្ចឹងហើយក៏ចេះតែជិះអញ្ចឹងទៅតែទៅដល់កន្លែងចំណុចមួយនោះគឺវាផ្លូវវាដាច់វាស្ងាត់វាអត់មានផ្ទះប្រជាជនអត់មានអីទេអញ្ចឹងក៏ admin ជិះទៅតាមនោះអញ្ចឹងទៅអញ្ចឹងហួសកន្លែងហ្នឹងបានប្រហែលជា2ទៅ3គីឡូ Google Map គឺឲ្យ admin បាត់ស្ដាំអញ្ចឹងណាអញ្ចឹងហើយadmin ហ្នឹងក៏ឆ្ងល់ថាកន្លែងនេះមើលទៅផ្លូវវាដូចជាស្ងាត់អត់មានផ្ទះអត់មានអីទេវាអត់ដូចកាលមុនដែល admin ជិះទៅពេលថ្ងៃយើងចាំថាយើងទៅផ្លូវជាតិត្រង់ហើយវាមានផ្ទះមានអីជាហូរហែអញ្ចឹងណា
ហើយអញ្ចឹងហើយយើងកាលនោះយើងពឹងផ្អែកលើ Google អញ្ចឹងយើងបត់ទៅតាម Google Map ហ្នឹងអញ្ចឹងហើយយើងបត់ជិះបានមកបន្តិចអញ្ចឹងទៅក៏ឃើញផ្ទះប្រជាជនហ្នឹងណាគឺមានភូមិមានអីចឹងទៅ4 10 20ផ្ទះអញ្ចឹងទៅអញ្ចឹងក៏នឹកឃើញថាអូអត់អីទេទៅតាមផ្លូវហ្នឹងគឺវត្តជាត្រូវហើយអញ្ចឹងក៏បន្តជិះតាមហ្នឹងទៀតទៅអញ្ចឹងជិះបានប្រហែលជាម្លងប្រហែលជា50 60ផ្ទះហ្នឹងគឺផុតភូមិពេលដែលផុតភូមិហ្នឹងគឺចូលដល់ផ្លូវលំហើយបងប្អូនយើងសម័យមើលពេលដែលចូលដល់ផ្លូវលំហ្នឹងគឺអ្វីដែល admin ឃើញណាគឺក្បាលដំបងចាប់ផ្ដើមគឺចែកដីហើយដល់តំណចំណុចហ្នឹងគឺម៉ោង9ជាងហើយបើក្បាលដំបងហ្នឹងគឺចែកដីជីទៅគឺមានចែកដីហូហែអញ្ចឹងទៅណាស្រាប់ដល់ពេលផុតនឹងប្រហែលជា100ម៉ែត្រគឺទាំងឆ្វេងទាំងស្ដាំផ្លូវគឺ admin ស្រឡឹងទៅគឺឃើញសិតតែភ្នោទាំងអស់មានភ្នោតូចមានភ្នោធំអីចឹងទៅណាហើយយើងបើកហ្វាទៅឈួលទៅក្រោយគឺវាអត់មានផ្ទះប្រជាជនអត់មានអីទេគឺផ្លូវហ្នឹងគឺធ្លាក់ចូលទៅវាស្រែទៅអីអញ្ចឹងណាគឺមើលទៅវាស្រែដាច់កតុយភ្នែកអញ្ចឹងទៅហើយរំពេចនោះគឺ admin គឺចាប់ផ្ដើមនេះហើយភើសបល់ហើយព្រោះយើងចូលទៅផ្លូវដែលស្ងាត់មែនតើហើយវានិយាយទៅវាអត់មានផ្ទះអត់មានអីទេវាផុតហើយវាដូចជាកំពុងតែចូលទៅដល់ទីស្មោសានកន្លែងកប់សពកន្លែងអីចឹងណាអ្វីដែលមានខ្លាចនោះគឺវាមាន2ទី1ហ្នឹងគឺរឿងអាមនុស្សហ្នឹងគឺយើងខ្លាចហើយប៉ុន្តែវាបន្តបន្សំពីក្រោយឯតែអ្វីដែលយើងខ្លាចដំបងគេខ្លាចធំជាងគេបងអស់នោះគឺមនុស្សអញ្ចឹងណាព្រោះយើងដឹងថាសម័យនេះគឺមនុស្សយើងស្គាល់តែមុខតែមាត់យើងមិនអាចមើលចិត្តគេឃើញអញ្ចឹងបើចូលទៅដល់នោះមានដូចជាគេអ្នកដូចជាអ្នកបែកថ្នាំអ្នកអីគេមកប៉ងអាក្រក់លើយើងគឺយើងធ្វើអីអត់ចាញ់ទេត្រូវទេបងប្អូនព្រោះយើងមិនស្គាល់ស្រុកតំបន់របស់គេហើយបើគេមកតែ2 3នាក់ទៀតហ្នឹងគឺដឹងថាចប់ហើយអញ្ចឹងហើយពេលនោះគឺ admin សម្រាប់ចិត្តថានឹងជីបកក្រោយមកវិញអញ្ចឹងណាអញ្ចឹងពេលដែល admin ជីបកក្រោយមកវិញនោះគឺគ្រាន់តែបត់ម៉ូតូមកគឺធ្លាក់ខ្យល់មកប៉ះខ្លួនយើងធ្លាក់ខ្យល់មកឡើងធំយើងជិះម៉ូតូមកវិញអត់ចង់កើតហ្មងហើយទៅនៅនោះគឺលឺសំឡេងរៃសំឡេងអីដែលលឺមុនហ្នឹងគឺបាត់អស់ហើយគឺបដូរមកជាសំឡេងខ្លែងស្រែហើយនឹងសំឡេងអាឡូខ្មោចវិញវាទៅជាអញ្ចឹងវិញណាទទួលអារម្មណ៍បានតែប៉ុណ្្នឹងគឺ admin មួម៉ូតូនិយាយទៅថាមួយកហ្មងណាដើម្បីឲ្យឡើងមកដល់ខ្នល់ជាតិវិញអញ្ចឹងពេលដែលឡើងមកដល់ខ្នល់ជាតិវិញហ្នឹងគឺ admin មានអារម្មណ៍ថាសប្បាយគឺធូរតិចហើយក៏បានលើកទូរស័ព្ទខលទៅខាងបងថ្លៃរបស់ admin ហ្នឹងអញ្ចឹងហើយគាត់ក៏សួរថាមិនក៏មិនមកតាម Google អញ្ចឹងណាដល់ពេល admin ប្រាប់ថាទៅតាម Google ហ្នឹងហើយប៉ុន្តែ Google នឹងប្រាប់ឲ្យធ្លាក់ស្រែហើយចូលទៅខាងកន្លែងកប់ខ្មោចកន្លែងអីគាត់ថាខុសហើយគឺមកត្រង់ទៀតឲ្យទៅត្រង់មិនបើយើង focus លើ Google ហើយ Google វាធ្វើស៊ីអញ្ចឹងយើងវាអត់មានអីនិយាយហ្មងអញ្ចឹងហើយជួនជាពេលនោះគឺវាមក10ជាងទៅហើយគឺវាស្ងាត់ឯផ្លូវទៅតាមខេត្តនោះគឺយូរមានម៉ូតូមួយមានឡានធំមួយអញ្ចឹងណាអញ្ចឹង admin ក៏សម្រេចចិត្តថានឹងបកក្រោយមកសិនគឺមករកផ្ទះសំណាក់អីដើម្បីស្នាក់ហើយព្រឹកឡើងចាំជើងចេញទៅរោក៏វាស្រួលជាងដែរស្រួលជាងពេលយប់អញ្ចឹងណាអញ្ចឹងហើយក៏សម្រេចចិត្តហើយក៏ admin ប្រាប់ទៅថាបងថ្លៃហ្នឹងថា admin បកមកក្រោយឯងរោកន្លែងស្នាក់មកយប់អីសិនចាំព្រឹកឡើងចាំចេញទៅរោទៀតព្រោះព្រឹកឡើងយើងវាស្រួលរោឬក៏យើងសួរគេសួរអីទៅវាស្រួលជាងពេលយប់អញ្ចឹងណាអញ្ចឹងហើយដាក់ទូរស័ព្ទជាមួយនឹងបងថ្លៃរបស់ admin ហើយ admin ក៏បកក្រោយមកវិញអញ្ចឹងនេះវាចូលដល់ចំណុចដែលរសើបហ្នឹងណាអញ្ចឹងពេលដែល admin បកមកវិញហ្នឹងគឺជិះចេញពីកន្លែងផ្លូវកែងប្រធាយហ្នឹងគឺមិនតិចទេគឺប្រហែលជាថា2 ទៅ 300 ម៉ែត្រចុះអញ្ចឹងខាងស្ដាំដៃហ្នឹងគឺមានផ្លាកផ្ទះសំណាក់មួយអញ្ចឹង admin នឹកឃើញថាអូសម្រាប់នៅហ្នឹងហើយអញ្ចឹងគឺមានគេលក់ដូចជាភេទជ្ជៈដូចជានំនេកអីនៅខាងក្បែរហ្នឹងអញ្ចឹងគឺ admin ក៏ឈប់ម៉ូតូដើម្បីទិញទុកហូបនៅពេលយប់អញ្ចឹងណាពេលដែលទិញអីគិតលុយរួចរាល់ហើយ admin ក៏ជិះចូលទៅក្នុងផ្ទះសំណាក់ហ្នឹងអញ្ចឹងទៅដល់គឺគេទាញលវងបិទទ្វារហើយគេ
ផ្លូវឡានហ្នឹងគេបិទឲ្យគេទុកតែផ្លូវម៉ូតូទូចមួយទេអញ្ចឹងពេលដែល admin ចូលទៅហ្នឹង admin មានអារម្មណ៍ថាគឺព្រឺសវល់ខ្ញាក់ហ្មងហើយភ្នែកហ្នឹងគឺវាគិតតែពីញាក់ខ្លាំងទៅអញ្ចឹងណាប៉ុន្តែ admin ក៏អត់ចាំអារម្មណ៍អីដែរនៅឃើញថាញាក់អីក៏ញាក់ទៅឥឡូវយើងមកដល់រកកន្លែងស្នាក់បានហើយសំខាន់យើងស្នាក់ទៅវាអត់មានបញ្ហាអីទេគឺវាជាប់សពគ្រប់ហើយប៉ុន្តែអ្វីទាំងអស់វាអត់ដូចអីដែល admin បានគិតណាអញ្ចឹងពេលដែលបកមកដល់ផ្ទះសំណាក់នោះគឺវាម៉ោង10ជាង11ហើយអញ្ចឹង admin នៅខាងក្រៅហ្នឹងគេអត់ទាន់មាននេះទេអត់មានឃើញមនុស្សទេអញ្ចឹងតែផ្ទះសំណាក់របស់គេនោះគឺវាមានឆ្កែអញ្ចឹងឆ្កែក៏ព្រុសអញ្ចឹងណាអញ្ចឹង2ទៅ3នាទីបានឃើញអ៊ំប្រុសមួយគាត់ហត់ចេញពីឆ្ងាយមកវិញតែគាត់មិននៅកន្លែងប៉ុស្តិ៍ហ្នឹងទេហើយក៏គាត់បានមកសួរថាអូនហៅផ្ទះស្នាក់មែនហើយ admin ក៏រៀបប្រាប់ទៅថាហ្នឹងហើយអ៊ំខ្ញុំមកផ្ទះស្នាក់ហើយមានបន្ទប់ទនេមានអីអត់គាត់ក៏ថាអត់អីទេនៅមានតាអញ្ចឹងហើយគាត់ក៏រញ៉ាទ្វារហ្នឹងទៅហើយ admin ជីចូលអញ្ចឹងទៅអញ្ចឹង admin ក៏ជីចូលទៅចាំគាត់ក៏ថាចាំគាត់បន្តិចគាត់យកសោឲ្យ admin បញ្ជាក់បន្តិចណាគឺផ្ទះសំណាក់គេហ្នឹងគឺអត់មានឡើងជាន់ទី1ទី2អីទៅលើទេគឺផ្ទះសំណាក់ហ្នឹងគេធ្វើបន្ទប់នៅជាប់នឹងដីហ្នឹងអញ្ចឹងហ្មងដូចជាលក្ខណៈផ្ទះជួរនៅពេញយើងសំថ្ងៃអញ្ចឹងណាមកបន្ទប់អញ្ចឹងទៅអញ្ចឹងហើយពេលដែលអ៊ំប្រុសគាត់យកសោមកហើយហ្នឹងគឺគាត់បាននិយាយថាអធិស្ឋានអូននៅនឹងគេសុំទូទាត់មុនអញ្ចឹងណាអញ្ចឹងមកយប់ហ្នឹងគឺវា$8អញ្ចឹង admin ក៏បានទូទាត់ឲ្យអ៊ំប្រុសហ្នឹងទៅតាមហ្នឹងអញ្ចឹងទៅហើយក៏ថាអូនឯងជិះមកតាមអ៊ំមកអ៊ំជូនទៅបន្ទប់អញ្ចឹងadmin សូមពិភាក្សាពីផ្ទះសំណាក់ហ្នឹងតិចគឺផ្ទះសំណាក់ហ្នឹងលបងចូលមកអញ្ចឹងហើយគឺគេមានរៀបបន្ទប់ហ្នឹងគឺទាំងសងខាងអមសងខាងផ្លូវអញ្ចឹងណាដែលផ្លូវកណ្ដាលហ្នឹងគេទុកប្រហែលជា4ម៉ែត្រប៉ុន្តែមកជួរនៅខាងកើតនេះ10បន្ទប់ជាងហ្នឹងគឺពេញអស់ហើយគឺមានសិតតាឡានមានសិតតាម៉ូតូអីអញ្ចឹងទៅតែខាងនោះគេមានលបងចាក់អញ្ចឹងតែខាង admin ខាងស្នាមដៃហ្នឹងគឺពេលដែលគាត់ជូនចូលទៅដល់បន្ទប់ហ្នឹងហើយគាត់ក៏បើកសោឲ្យយើងចូលទៅហើយគាត់ក៏ហុចតេឡេម៉ាស៊ីនត្រជាក់ឲ្យយើង admin ក៏ឆ្ងល់ដែរថាមិនបានបន្ទុកតេឡេនៅក្នុងបន្ទប់នឹងអញ្ចឹងណាមិនក៏បានយកតេឡេទៅចេញក្រៅអញ្ចឹងតែបានត្រឹមតែមកគិតទេគឺអត់ហ៊ានសួរទៅគាត់ទេអញ្ចឹងហើយគាត់ក៏បានសួរ admin ថា admin មកគ្នាតែម្នាក់ឯងទេអី admin ថាមកតែម្នាក់ឯងទៅអ៊ំតាំងពីចូលពីមុខមកអ៊ំឃើញទេអញ្ចឹងគាត់ក៏អត់មាត់អត់កឲ្យដែរហើយគាត់បានប្រាប់ថាពេលគេហ្នឹងគឺឲ្យយកម៉ូតូហ្នឹងចូលទៅក្នុងបន្ទប់ហ្នឹងហ្មងទៅហើយចាក់សោចាក់កលឹះអីបានត្រឹមត្រូវអញ្ចឹងណាហើយបើមានការអីយកប្រឡុកអញ្ចឹងទៅគឺអូនឯងចុចទៅលេខដែលនៅលើលេខដែលគេបិទនៅខាងចិត្តទូហ្នឹងទៅគឺហ្នឹងគឺលេខប្រចាំការរបស់ពួកគាត់ហ្នឹងហើយព្រោះថាយប់ឡើងទីទៀតគឺពួកគាត់អត់ស្នាក់នៅហ្នឹងទេពួកគាត់ទៅស្នាក់នៅផ្ទះអញ្ចឹង admin ក៏ឆ្ងល់ដែរថាផ្ទះសំណាក់មួយទាំងមូលភ្ញៀវនៅឡើងពេញមិនក៏ទុកភ្ញៀវចោលអត់មានអ្នកដែលនៅប្រចាំការអ្នកអីអញ្ចឹងណាប៉ុន្តែក៏ admin អត់ហ៊ានសួរទៅដែរពីព្រោះយើងទៅតំបន់ឆ្ងាយតំបន់របស់គេអញ្ចឹងណាអញ្ចឹងយើងអត់ហ៊ានសួរគេច្រើនទេអញ្ចឹងគាត់ក៏រៀបរាប់ប្រាប់ admin អីអស់ហើយពេលដែលគាត់ដើរចេញទៅ admin រៀបចំបិទទ្វារនឹងហើយគឺគាត់ឆ្លៀតបែរមកក្រោយហើយគាត់សួរ admin មួយម៉ាត់ចុងក្រោយដែលធ្វើឲ្យ admin ញាក់សាច់អញ្ចឹងគាត់សួរថាអូនឯងគេងតែឯងអញ្ចឹងអូនឯងខ្លាចអត់ត្រង់ហ្នឹងគឺ admin ភ្ញាក់ព្រឺតហើយ admin ក៏បានសួរទៅគាត់វិញថាមិនបានអ៊ំឯងសួរខ្ញុំអញ្ចឹងគាត់ក៏មើលមុខ admin ហ្នឹងគាត់ថាអត់អីទេក្មួយអត់អីទេហើយបើសិនជាមានបញ្ហាអីហ្នឹងយប់ឡើងចុចទៅលេខហ្នឹងទៅហើយមិនចាំពួកអ៊ំមកគាត់ទៅគាត់និយាយអញ្ចឹងគឺ admin ចាប់ថ្នាក់ដែរតែគឺនិយាយថាអត់មានអីដែលត្រូវសួរគាត់ទៅទៀតអញ្ចឹងណាគាត់តែឆ្ងល់ក្នុងចិត្តថាជុំមិនអ៊ំនេះសួរអីប្លែកមកអញ្ចឹងហើយពេលដែលសម្ដែងសំណាមួយគាត់ហើយគាត់ថាមិនអីទេអញ្ចឹងក្មួយគេងសុខសប្បាយទៅអញ្ចឹងអ៊ំទៅហើយអញ្ចឹងadmin ក៏លាគាត់អញ្ចឹងទៅគាត់ទាញទ្វារបិទយើងចាក់កលឹះចាក់អីជាធម្មតាអញ្ចឹងទៅហើយ admin ក៏បើកទូទួចោលអញ្ចឹងទៅណាយើងបើកសំឡេងតិចដើម្បីកុំឲ្យរំខានទៅបន្ទប់គេអញ្ចឹងទៅហើយ
ក៏រៀបចំហ្នឹងគឺចូលទៅងូតទឹកទៅងូតអីគឺដើម្បីសម្រាប់អញ្ចឹងពីព្រោះថាអស់កម្លាំងយើងធ្វើការនៅនេះមួយថ្ងៃពេញហើយយើងជិះម៉ូតូរាប់សិបគីឡូទៅទៀតហើយទំរត់មកពីភ័យអារឿងកន្លែងទីស្មោសានហ្នឹងគឺវាផ្ទួនគ្នាអញ្ចឹងណាចឹងហើយអេដមីនក៏រៀបចំទៅងូតទឹកទៅអីចឹងទៅតែបើជាអេដមីនបានបើកភ្លើងចោលនៅខាងក្រៅហើយក៏ចូលទៅងូតទឹកអញ្ចឹងណាប៉ុន្តែពេលកំពុងតែងូតហ្នឹងបច្ចៈណាលើបន្ទប់ទឹកហ្នឹងគឺដបូគេធ្វើអត់ដល់ពីដានទេអញ្ចឹងហើយវាយើងអាចមើលឃើញពលឺខាងក្រៅបិទឬក៏បើកអញ្ចឹងណាចឹងអេដមីនកំពុងតែងូតទឹកធម្មតាអញ្ចឹងទៅភ្លើងនៅខាងក្រៅនោះសាប់វាលុតគប់ហើយវានៅតែភ្លើងទូទេគឺត្រង់នេះគឺអេដមីនក៏ភ្ញាក់ដែរប៉ុន្តែអេដមីនគិតក្នុងចិត្តថាប្រហែលជាផ្ទះសំណាក់គេប្រើអំពូល sensor អីចឹងណាបងប្អូនយើងព្រោះអំពូល sensor ហ្នឹងពេលដែលអត់មានមនុស្សអត់មានចលនាវានឹងបិទតែបើសិនជាយើងមានចលនាវានឹងភ្លឺមកខ្លួនវាអញ្ចឹងណាអញ្ចឹងហើយពេលដែលអេដមីនងូតទឹករួចអីហើយហ្នឹងក៏បានចេញមកអញ្ចឹងទៅតែពេលចេញមកដល់ហ្នឹងគឺអ្វីដែលអេដមីនចាប់អារម្មណ៍ហ្នឹងគឺអំពូលវាអត់ភ្លឺវិញទេតែពេលដែលអេដមីនទៅមើលអាកុងតាក់ហ្នឹងគឺកុងតាក់ហ្នឹងវាបើកទេវាអត់បិទទេអញ្ចឹងណាអញ្ចឹងអេដមីនក៏គិតថាប្រហែលជាអាចនឹងដាច់អំពូលហើយប៉ុន្តែអេដមីនក៏ចុចបិទហើយចុចបើកមកវិញស្រាប់វាភ្លឺធម្មតាហើយសាកបិទបើក2 3ដងក៏វានៅតែដើរធម្មតាដែរអញ្ចឹងអេដមីនគិតថាប្រហែលជាវាបញ្ហាភ្លើងឬក៏បញ្ហាមកពីកង់ដងអំពូលអញ្ចឹងណាអញ្ចឹងក៏អត់គិតច្រើនដែរអញ្ចឹងហើយក៏រៀបចំមើលសោជើងចាក់កម៉ូតូឬក៏មើលសោបន្ទប់អីមកតង់ទៀតអញ្ចឹងទៅណាហើយក៏ឡើងទៅលើខែហ្នឹងទៅបិទភ្លើងទៅដើម្បីសម្រាកទម្លាប់របស់អេដមីនពេលដែលទៅអញ្ចឹងគឺអេដមីននិយាយទៅគឺចូលគេងភ្លាមគឺអត់លក់ភ្លាមទេអញ្ចឹងគឺនៅកលីវអញ្ចឹងទៅអញ្ចឹងអេដមីនក៏សម្រេចចិត្តថានឹងបើកទូចោលអញ្ចឹងទៅប៉ុន្តែគ្រាន់តែយើងបិទសំឡេងអញ្ចឹងទៅណាអញ្ចឹងកំពុងតែដេកលីវអញ្ចឹងទៅអេដមីនកំពុងតែបិទភ្នែកលីវអញ្ចឹងទៅក៏មានអារម្មណ៍ថាដូចជាមានអ្វីមួយដែលកំពុងតែមើលមកយើងអញ្ចឹងបងប្អូនធ្លាប់មានអារម្មណ៍ហ្នឹងឯងពេលដែលយើងដេកលាវអញ្ចឹងទៅយើងមានអារម្មណ៍ថាមានមនុស្សកំពុងអង្គុយមើលឬក៏ឈរមើលមកអញ្ចឹងណាគឺឲ្យយើងនឹងប្រឹងបើកភ្នែកមកវិញរកមើលថាវាគឺជាអីអញ្ចឹងពេលដែលមានប្រឹងបើកភ្នែករកមកវិញគឺវាអត់មានអីទេគឺក្នុងបន្ទប់ហ្នឹងវាស្ងាត់ជ្រាបធម្មតាតែយើងអញ្ចឹងណាអញ្ចឹងហើយក៏បន្តអញ្ចឹងរហូតទៅអញ្ចឹងមើលទៅម៉ោងនោះគឺវាម៉ោង12ជាងហើយវាចូលដល់12 ជា12កន្លះអីហើយប៉ុន្តែនៅតែថ្មិចអត់ទាន់លក់ដូចរបៀបថាលាវអញ្ចឹងនៅមានអារម្មណ៍ចង់មើលខេងលោមានអីនៅជុំវិញខ្លួនយើងអញ្ចឹងណាអញ្ចឹងទៅគឺយើងគេងអត់ស្ងប់ចង់និយាយថាអញ្ចឹងហើយមិនដឹងថាវាគេងលក់ទៅពេលណាទេពីព្រោះយើងអស់កម្លាំងខ្លាំងណាអញ្ចឹងពេលដែលអេដមីនភ្ញាក់មកវិញគឺអេដមីនភ្ញាក់ទៅនឹងសំឡេងដូចជាមនុស្សធ្ងោបងប្អូនតែមនុស្សធ្ងោនោះមិនមែនថាលក្ខណៈអីទេយើងកុំគិតវែងឆ្ងាយដល់ណាដល់ណីឬថាស្នាក់នៅក្នុងផ្ទះសំណាក់ឬមនុស្សធ្ងោនោះគិតដល់ណាដល់ណីហ្នឹងបងប្អូនហ្នឹងគឺសំឡេងមនុស្សធ្ងោដូចជាមនុស្សឈឺមនុស្សគ្រុនចាញ់អញ្ចឹងគឺហឺអញ្ចឹងណាប៉ុន្តែសំឡេងនោះគឺជាសំឡេងរបស់មនុស្សស្រីទេអញ្ចឹងហើយក៏អេដមីនផ្ទៀងទៅជាស្ដាប់នឹងគិតថាប្រហែលជាអ្នកភ្ញៀវដែលនៅជិតខាងបន្ទប់អីអញ្ចឹងណាជាងការគាត់ដេកមកមើលឬក៏គាត់សមុកអីអញ្ចឹងទៅយើងគិតក្នុងផ្លូវល្អអញ្ចឹងទៅអញ្ចឹងអេដមីនក៏បន្តសម្ភារៈទៅទៀតអញ្ចឹងទៅស្រាប់ទឹមសងំមកលឺបានប្រហែលជាថា10ទៅ15នាទីយ៉ាងយូរគឺអេដមីនឃើញមានវាំងនូនគេនៅកន្លែងប្អួយហ្នឹងគឺវាំងនូនហ្នឹងគឺវាប៉ោងចេញមកដូចរបៀបថាដូចមានមនុស្សទៅឈរពីខាងក្នុងហ្នឹងអញ្ចឹងវាប៉ោងសម្ោចេញមកវាជារូបរាងរបស់មនុស្សអញ្ចឹងណាប៉ុន្តែកម្ពស់កពយវាមិនខ្ពស់ទេវាស័ក្តិសមនឹងមនុស្សដូចមនុស្សយើងឈរទៅកម្ពស់ប្រហែលជាវ័យយ៉ាងអស់ថា1 ម៉ែត្រកន្លះ1 ម៉ែត្រ 60អីចឹងទៅអញ្ចឹងគឺឃើញវាំងនូនហ្នឹងវាប៉ោងមកអញ្ចឹងហើយអេដមីនក៏ឆ្ងល់ថាមិននៅសុកវាំងនូនហ្នឹងវាប៉ោងមកអញ្ចឹងខែងលោមានខ្យល់មានអីហើយអេដមីន
បិទវាអត់ចិត្តអញ្ចឹងណាអញ្ចឹងខ្លាចរឿងមូសចូលខ្លាចអីអញ្ចឹងក៏ admin ហ្នឹងក៏ញីភ្នែកមើលហ្នឹងគឺដើរដើម្បីទៅមើលអញ្ចឹងទៅបើសិនជាបិទអត់ចិត្តគឺនឹងបិទឲ្យចិត្តអញ្ចឹងទៅប៉ុន្តែពេលដែល admin ដើរទៅបើក window ហ្នឹងគឺវាអត់មានអីទេហើយប្អូនហ្នឹងគឺវាបិទចិត្តទេវាអត់អាចនឹងមានខ្យល់ចូលមកកើតទេអញ្ចឹងចង្អល់ហ្នឹងវានៅក្នុងចិត្តហ្នឹងប៉ុន្តែល្ងុយឯងអត់ខ្វល់អត់វិភាគច្រើនទេគឺវាម៉ោង12ជាង1ហ្នឹងជាង admin ក៏សូររូតមកខែវិញគឺដើម្បីសម្ភារៈអញ្ចឹងណាហើយពេលដែលadmin សម្ភារៈទៅទៀតហ្នឹងបងប្អូនដឹង admin យល់សពឃើញអីហ៎គឺ admin យល់សពឃើញមានមនុស្សស្រីម្នាក់គឺកពស់កពោហ្នឹងប្រហែលជា1ម៉ែត្រជាង1ម៉ែត្រកន្លះហ្នឹងគឺគាត់ហ្នឹងគឺសបល់សយ៉ាងទៅសក់វែងដល់ធម្មជាតិហើយគាត់ស្លៀកខោកប្រួយពណ៌ខៀវហើយអាវយឺតពណ៌សដៃខ្លីហ្នឹងណាគឺគាត់មកឈរនៅចុងខែចុងជើងរបស់ admin ដែល admin កំពុងសម្ភារៈហ្នឹងណាគាត់មកឈរញ៉ាំដល់ admin អញ្ចឹងទៅហើយក្នុងយល់សពហ្នឹងគឺ admin មើលទៅគាត់វិញកំពុងតែ admin កំពុងតែដេកហ្នឹងណាមើលទៅគាត់វិញហ្នឹងហើយក៏ញ៉ាំដាក់គាត់ដែរហើយបន្ទាប់ពីគាត់ឈរនៅចុងជើងហ្នឹងគាត់ក៏មកអង្គុយលើខែនៅចុងជើង admin ហ្នឹងអញ្ចឹងណាស្រាប់ដល់ពេលមកអង្គុយនៅចុងជើងនៅខែ admin ហ្នឹងគាត់ក៏ញ៉ាំធម្មតាអញ្ចឹងទៅប៉ុន្តែស្នាមញញឹមដែលស្អាតរបស់គាត់ហ្នឹងគឺវាអត់បានយូរទេបងប្អូនគាត់ញ៉ាំអញ្ចឹងទៅគឺរបៀបថាធ្លាក់ថ្ពាល់ខាងនេះអស់ពីធ្លាក់ថ្ពាល់ហើយធ្លាក់អាបឿកអស់ពីធ្លាក់បឿកហើយធ្លាក់ភ្នែកធ្លាក់ច្រមុះអីមកអញ្ចឹងនិយាយទៅធ្លាក់ក្ពាកមកលើក្រែអញ្ចឹងហ្មងអញ្ចឹងហើយគឺ admin ភ័យមែនតើរហូតទៅដល់ភ្ញាក់ដឹងខ្លួនអញ្ចឹងហើយពេលដែល admin ភ្ញាក់ដឹងខ្លួនពាក់កណ្ដាលយប់នោះគឺ admin បែកញើសពិនគ្រាប់ពោតហើយមានអារម្មណ៍ថាភ័យមែនទែនហើយហេតុការណ៍ហ្នឹងយើងគិតថាវាច្បាស់នៅនឹងភ្នែកពេកយើងគិតថាវាមិនមែនជាការយល់សពណាយើងគិតថាវាជាការពិតណាចឹង admin ក៏ទាញទូរស័ព្ទពីលើក្បាលត្នេកដើម្បីមកមើលមកគឺពេលនោះគឺវាម៉ោង4ជាងទៅហើយចឹងណាចឹងហើយចាប់ពីពេលនោះទៅទល់ភ្លឺគឺ admin អត់ហ៊ានសម្ភារៈទេចង់និយាយថាយើងល្ងុយដែរប៉ុន្តែយើងអត់ហ៊ានសម្ភារៈយើងទៅscroll Facebook ឬក៏ទៅធ្វើអីលេងហ្គេមលេងអីចឹងធ្វើម៉េចឲ្យតែដល់ថាភ្លឺស្រាំងនេះគឺអាងនឹងចេញមកវិញអញ្ចឹងណាអញ្ចឹងហើយគឺ admin បន្តអង្គុយលេងទូរស័ព្ទអញ្ចឹងទៅឲ្យបើកភ្លើងភ្លឺពេញហ្នឹងអញ្ចឹងទៅតែពេលដែល admin ងើបមកហ្នឹងក៏ admin បាននិយាយខ្សឹបខ្លួនឯងដែរថាប្រហែលតែជាកំហុសរបស់ខ្ញុំដែលខ្ញុំមកសម្ភារៈនៅក្នុងបន្ទប់ហ្នឹងដើម្បីអត់បានសុំដូចជាម្ចាស់ឬក៏ជំនាញបន្ទប់ហ្នឹងអញ្ចឹងណាអញ្ចឹងសូមកុំប្រកែប្រកាន់អីពីព្រោះខ្ញុំមកនេះគឺក្នុងនាមជាអ្នកដំណើរមកស្នាក់បរិស័យទេហើយគ្មានបំណងអាក្រក់អីទេហើយមកស្នាក់នេះគឺក៏បង់ថ្លៃពេញដែរអញ្ចឹងណាគឺមិនមែនមកស្នាក់ free ទេអញ្ចឹងហើយក៏ admin និយាយឲ្យហើយក៏លេងហ៊ានសម្រាប់ដែរអញ្ចឹងគឺនៅអង្គុយលេងទូរស័ព្ទហ្នឹងទៅគឺប្រហែលជាម៉ោង5កន្លះគឺ admin បានចូលទៅក្នុងកន្ទប់ទឹកដើម្បីងូតទឹកអីចឹងទៅហើយរៀបចំស្លៀកពាក់ចេញមកក្រៅវិញចឹងទៅអញ្ចឹងពេលដែល admin រៀបចំអីហើយអញ្ចឹងរៀបចំចេញពីផ្ទះសំណាក់ហ្នឹងគឺវាចូលទៅដល់ខ្ទង់ម៉ោង6ហើយអញ្ចឹងក៏បើកទ្វារហើយអូម៉ូតូអូអីចេញមកក្រៅអញ្ចឹងណាអញ្ចឹងហើយក៏ admin រៀបចំបិទដូចជាកង្ហារម៉ាស៊ីនត្រជាក់ឬក៏បិទទូបិទអីចឹងទៅអញ្ចឹងពេលដែលអូម៉ូតូចេញមកហើយឡើងជិះហើយគឺ admin ទៅតាកលេចមើលទៅលេខបន្ទប់អញ្ចឹងណាគឺបន្ទប់312តែពេលដែលចូលពីយប់ហ្នឹងគឺអត់បានចាប់អារម្មណ៍មើលថាលេខប៉ុន្មានលេខប៉ុន្មានទេអញ្ចឹងហើយក៏ admin ជិះចេញទៅមុខទៅអាកន្លែងដែលដូចជាប៉ុស្តិ៍មួយកន្លែងអ៊ំប្រុសហ្នឹងគាត់អង្គុយអញ្ចឹងណាអញ្ចឹងព្រឹកឡើងឃើញមានវត្តមានគាត់នៅនោះហើយចឹង admin ក៏ចុះហើយយកសោយកអីទៅឲ្យគាត់ចឹងទៅហើយគាត់ក៏សួរថាមិនដែរក្មួយយកមិញគេងលក់ស្រួលអត់ចឹងណាចឹង admin ក៏ប្រាប់ថាអូមើយតាមអ្វីដែលខ្ញុំដឹងហើយតាមចង់និយាយថាញៀនរបស់យើងដឹងខ្ញុំគិតថាក្នុងបន្ទប់នេះគឺមានអីអ៊ំគឺនិយាយចឹងហ្មងគឺថាខ្ញុំហ៊ាននិយាយចឹងគឺខ្ញុំអត់ខ្លាចអ៊ំឯងខឹងទេពីព្រោះខ្ញុំបានជួបឯងយប់មិញ
còn là tha vì mình màu sro thế à sro nó nhom khơi được chia sầm màu được chia pang vàng nôn này chẳng thếแต่vậy để xã hà nó cứ nhom vô sọp chẳng á tập về phẹp qua tam năng tới ôm phổ nó có thơm một đôi chịp nhẹ ao chẳng hay qua tôi màn tình hay qua nghĩa mơ chơi mơ đam hay qua còn vậy tha ôm từ xa không bị ai nhé tập tụng nước ọt miên na đại đây ban mà dục tôi nhé miên còn từ lưu chân cứ lẹ thlang có đục mỏ nó khơi tha on ông nâng thơ si ai nhá hay có xua từ qua thang ông nơi nâng miên pa nhà ha ấy hay mấy ba nổ máy nuông nhưng tôi đạp bật tung chứ không qua bật tung na tới ấy hay còn có thang không muốn dùng mình những on hẳn linh bật tung bình rồi sau đó bật tung nâng mùi giống á hay bật tung nâng những việc khan bao dù đai ấy hay vì tâm tại baoประมาณវិញនឹងទេគេដាក់បើកមិនទាន់បានតាមមកទឹកស្រួលបួរនឹងផងប៉ុន្តែមិនទាន់បានសាកដាក់ឲ្យភ្ញៀវណាទេហើយតាំងពីបិទមកដល់ឥឡូវគឺក្មួយឯងនឹងពិសេសហើយក្មួយឯងនឹងគឺជាភ្ញៀវទី1ហើយអេដមីនគ្រាន់តែលឺអញ្ចឹងតែខឹងតែមិនដឹងថាមិនឲ្យគាត់អញ្ចឹងណាហើយដល់ពេលមានសួរគាត់ថាមានបញ្ហាអីមានបញ្ហាអីចឹងគាត់ក៏មើលឆ្វេងស្ដាំមកចឹងទៅគាត់ថាគាត់ក៏អត់ហ៊ាននិយាយអីក៏បោះក្បាយដែរព្រោះគាត់ធ្វើការឲ្យគេចឹងមកខ្លាចគេលឺចឹងណាគាត់ក៏ថាវាធ្លាប់មានបញ្ហាពីមុនក្មួយហើយអ៊ំអត់ហ៊ាននិយាយច្រើនទេខ្លាចលឺដល់គេប៉ះពាល់ដល់ការងារអ៊ំប៉ុន្តែគ្រាន់តែថាបន្ទប់ហ្នឹងគឺមានក្មួយឯងជួបហ្នឹងគឺក្មេងស្រីម្នាក់អាយុប្រហែលជា20ជាងត្រូវទេអេដមីនថាអេដមីនក៏ឆ្លើយទៅគាត់ថាបាទហ្នឹងហើយមិនហ្នឹងគាត់ថាហ្នឹងហើយរឿងហ្នឹងវាមានរឿងរាវពីដើមមែនក្នុងបន្ទប់ហ្នឹងហើយម្ចាស់គេក៏គេបិទព័ត៌មានបិទអីចឹងព្រោះគេខ្លាចប៉ះពាល់ដល់កន្លែងរស់ស៊ីគេចឹងណាអញ្ចឹងតាប៉ុណ្្នឹងហើយគឺអេដមីនអត់សួរដេញដោអីគាត់ទៅទៀតទេពីព្រោះបើគាត់និយាយថាខ្លាចប៉ះពាល់ដល់ការងាររបស់គាត់ហើយយើងទៅជីកឬជីកខុលទៅអីទៀតចឹងណាចឹងហើយក៏អេដមីនលាគាត់ហើយអេដមីនជីចេញទៅរកផ្ទះបងថ្លៃរបស់អេដមីននឹងវិញទៅអញ្ចឹងពេលដែលមកតាមពេលថ្ងៃហ្នឹងគឺគាត់ប្រាប់ប្លង់យើងចុះឡើងហើយយើងសួរអ្នកភូមិសួរអីចឹងណាអញ្ចឹងទើបដឹងថាអាផ្លូវដែលយើងបត់ចូលពីយប់បងប្អូនចាំហ៎អាបត់ចូលទៅសិតតែចែកដីសិតតែមុងសិតតែភ្នយហ្នឹងគឺតំបន់នោះគឺអត់មានពីណាគេហ៊ានទៅទេសូម្បីតែថ្ងៃតើគ្នា 4-5 នាក់គ្នាច្រើនមិនគេហ៊ានទៅគេថាមិនបាច់យប់ទេសូម្បីតែថ្ងៃក៏គ្មានអ្នកទៅក្បែរដែរគេថានិយាយថាបើសិនជាលោងវិញថាម៉ែអាលោងជាប់ចំដាត់ថ្នាក់ប៉ុន្តែអេដមីនថាតសើខ្លួនឯងដែរពេលនោះប្រហែលជារិស័យយើងវាខ្ពស់ហើយបានអត់លោងគ្រាន់តែមកជាខ្យល់ឬក៏មកសំឡេងដូចជាខ្លែងស្រាក់ហើយនឹងអាលោកខ្មោចអីចឹងទៅប៉ុន្តែមានគិតថាយើងទៅបានមកផ្លេទេប្រហែលជាគេរៀបចំនឹងលោងដែរប៉ុន្តែជាគេលោងមិនតាន់អញ្ចឹងដោយរបៀបថាគេរៀបចំប្លង់រៀបចំអីចឹងតែយើងចេញមកលឿនអញ្ចឹងហ្នឹងហើយអេដមីននិយាយលេងឲ្យជាស្រ័យអញ្ចឹងហើយអេដមីនក៏ទៅតាមផ្លូវទៅតាមប្លង់ដែលបងថ្លៃដែលអេដមីនប្រាប់នោះអញ្ចឹងទៅណាគឺស្រុករបស់គាត់ហ្នឹងគឺពេលយើងទៅដល់ហើយគឺយើងត្រូវឆ្លងដទៀតគេមានដគេពីបៃតងអញ្ចឹងទៅដមានខាងកំពង់ដខាងខ្លាកាហឹមខាងអីអញ្ចឹងទៅអេដមីនមិនសូវស្គាល់ប្រហែលទេអញ្ចឹងណាអញ្ចឹងបានគាត់ប្រាប់ឈ្មោះមកយើងសួរគេទៅគេចេះតែច្អល់ទៅតាមគេទៅក៏ទៅដល់ផ្ទះបនអញ្ចឹងហើយពេលទៅដល់ផ្ទះបនហើយក៏រៀបរាប់រឿងអស់នឹងប្រាប់ទៅខាងបងថ្លៃទៅខាងអីចឹងទៅហើយចាស់ដែលគាត់នៅក្នុងភូមិហ្នឹងក៏គាត់ប្រាប់ថាគាត់និយាយថាអូអូនហើយកន្លែងដែលអូនឯងទៅនោះគឺកំពូលហើយនឹងតាំងពីសង្គមមកគាត់និយាយចឹងណាគាត់ថាតាំងពីសង្គមមកជួនកាលឃើញគូឃើញតម្រៃដើរទាំងថ្ងៃចឹងក៏មានដែរហើយជំការហ្នឹងអ្នកដែលទៅធ្វើស្រែធ្វើជំការគេកាត់នងអញ្ចឹងមកបាយឡើងមកវិញអញ្ចឹងទៅមានខ្លាដេញមានតម្រៃដេញអីហ្នឹងគេថាធំណាប៉ុន្តែពេលដែលរត់ដួលតំណែងអីហ្នឹងអ្នកខ្លះក៏ស្លាប់ក៏អីអញ្ចឹងទៅមិនដឹងថាខ្លាមិនដឹងថាតម្រៃហ្នឹងទៅដល់ណាអស់ទេគឺនិយាយទៅប្លង់ខាងហ្នឹងដូចអេដមានប្រាប់ពីដើមមកអញ្ចឹងសូម្បីតែថ្ងៃក៏គ្មានពីណាគេហ៊ានទៅចូលទេបើមិនជាគ្មានគ្នាច្រើនគ្មានការចាំបាច់អីអញ្ចឹងណាអញ្ចឹងហើយពេលដែលទៅដល់រោងបនហើយអេដមីនគឺជួយកិច្ចការងារបនnàyទៅតាមដឹងដោយតាបងប្អូនយើងមានរវល់បនទៀនអីអញ្ចឹងទៅអញ្ចឹងសាច់រឿងរបស់អេដមីនគឺអេដមីនជួបមានតែប៉ុណ្្នឹងទេគឺអត់មានអីទេអញ្ចឹងណា
ចឹងវាក៏ជាបទពិសោធន៍មួយដែរសម្រាប់រឿងមួយនេះចែកជូនទៅកាន់បងប្អូនយើងទាំងអស់គ្នាគឺពេលដែលយើងចូលទៅផ្ទះសំណាក់អីយើងមើលថាគួរមិនគួរអីបើសិនជាអាចដូរបានដូរទៅកុំស្ដាយលុយអីណាព្រោះadmin ហ្នឹងគឺក៏គេឲ្យហេតុដែរគឺញាក់ភ្នែកបន្ទាប់ពីញាក់ភ្នែកទៅគឺ Google ធ្វើស៊ីច្រឡំចូលទៅទីស្មោសានឬអីចឹងទៅហើយពេលដែលមកវិញហ្នឹងគឺរៀបចំចូលទៅផ្ទះសំណាក់គឺញាក់ភ្នែកខ្លាំងបន្ទាប់ពីញាក់ភ្នែកខ្លាំងហើយអ៊ំប្រូដែលអ្នកដែលជូនទៅផ្ទះសំណាក់ហ្នឹងក៏គាត់សួរមកគាត់រៀបរាប់មកចម្លែកទៀតអាហ្នឹងវាជាប្រផ្នូលមួយសម្រាប់យើងណាតែ admin សម័យមកវិញ admin គិតថាបើសិនជាយប់នោះជំនួសពីការយល់សពទៅជាការពិតវិញគឺ admin មិនដឹងជាទៅជាយ៉ាងណាចង់និយាយថាអញ្ចឹងណាតែបើសិនជាចេញផ្ទាល់មកហើយអញញឹមហើយដូចរបៀបថាអញញឹមស្អាតយើងកំពុងតែស្លុងនឹងសម្រស់របស់គាត់ស្រាប់តែវាចមាត់វាចកហើយធ្លាក់សាច់ទាំងដុំធ្លាក់ផ្ពាល់ធ្លាក់បឺកអីមកបងប្អូនសាកសម័យបងប្អូនយល់អារម្មណ៍ហ្នឹងគឺ admin នៅតែនឹកឃើញស្ថានភាពនឹងអញ្ចឹងពេលនឹកឃើញដល់រឿងនឹងម្ដងអញ្ចឹងណាអញ្ចឹងហើយវាជាបទពិសោធន៍សម្រាប់បងប្អូនយើងអញ្ចឹងណាអញ្ចឹងយើងគួរមើលឲ្យច្បាស់លាស់ថាកន្លែងណាដែលគួរស្នាក់កន្លែងណាមិនគួរស្នាក់ហើយបើសង្ស័យទេកុំស្ដាយលុយអីទៅរកឡើងថ្មីទៅហ្នឹងហើយរឿងនេះគឺមកដល់ទីបញ្ចប់ហើយជាចុងក្រោយនេះគឺadmin ដូចជានិយាយដែរអញ្ចឹងគឺសូមចិត្តដល់បងប្អូនដែលចូលមកមិនទាន់ជួយចុច Subscribe និងចុចជាវសូមជួយចុចម្នាក់មួយទៅដើម្បីជាកម្លាំងចិត្តសម្រាប់ admin ក្នុងការផលិតវីដេអូបន្ថែមទៀតអញ្ចឹងណាហើយជាចុងក្រោយនេះគឺធ្វើតាំងពីអេពីសូតទី1រហូតអេពីសូតទី12នេះហើយគឺ admin មិនដែលជូនពរបងប្អូនទេអញ្ចឹងអេពីសូតនេះគឺសូមជូនពរឲ្យពុកម៉ែបងប្អូនសុខភាពល្អរស់ស៊ីទទួលទានមានបានអញ្ចឹងណាហើយទៅណាមកណីគឺជួបតែមនុស្សល្អជួបតែមនុស្សអាណិតស្រឡាញ់